ចតុរតាសនកិជនជាបន្តទៅនេះនាងខ្ញុំក៏សូមជម្រាបជូននៅព័ត៌មានដែលតកតងទៅនឹងក្រុមការងារចោះមូលដ្ឋានស្រុកពីរៀងខេត្តព្រៃវែងបាននាំយកនៅថវិកានិងសម្ភារៈមួយចំនួនដល់ជូនទៅដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងឃុំកំពង់ពពិលឯកឧត្តមទុំវណ្ណាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពីរៀងខេត្តព្រៃវែងកាលពីថ្ងៃទី28ខែសីហាឆ្នាំ2021បានដឹកនាំក្រុមការងារចុះជួយឃុំកំពង់ពពិលចុះសួរសុខទុក្ខនាំយកនៅថវិកានិងសម្ភារៈប្រើប្រាស់មួយចំនួនផ្ដល់ជូនទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំនួន3ដែលស្ថិតនៅក្នុងឃុំកំពង់ពពិលស្រុកពីរៀងខេត្តព្រៃវែងនៅក្នុងនោះដែរប្រតិពលក្រុមការងារក៏បានចុះពិនិត្យមើលការសាងសង់ប៉ុស្តិ៍យាមប្រជាការពារនិងបន្ទប់អនាម័យដែលជាអំណោយរបស់ឯកឧត្តមវង្សពិសេនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពីរៀងតាមរយៈក្រុមការងារចុះមូលដ្ឋានឃុំកំពង់ពពិលដែលសាងសង់រាល់ប្រមាណ 80% ស្ថិតនៅក្នុងភូមិពហិឯកឧត្តមកុំបណ្ណាក៏បានថ្លែងកោតសរសើរដល់មន្ត្រីអាជ្ញាធរគ្រប់ថ្នាក់ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តនិងគ្រប់មធ្យោបាយដែលមាននៅក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺ Covid-19 តាមការអំពាវនាវនិងចង្អុលបង្ហាញរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាលឯកឧត្តមក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមការពារជំងឺ Covid-19 ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានរបស់ក្រសួងសុខាភិបាលគឺ3កុំនិង3ការពារដោយត្រូវឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូអាល់កុលនិងត្រូវពាក់ម៉ាស់រក្សាគម្លាតដើម្បីរួមគ្នាបង្ការទប់ស្កាត់ជំងឺ Covid-19 ដែលជាសត្រូវឥតស្រមោលកុំឲ្យបន្តឆ្លងចូលនៅក្នុងក្រុមគ្រួសារនិងក្នុងសហគមន៍ឯកឧត្តមក៏បានផ្ដាំផ្ញើទៅដល់មន្ត្រីមូលដ្ឋាននៅវិធានការមួយចំនួនដែលត្រូវអនុវត្តបន្តនៅពេលខាងមុខមានដូចជាបង្កើនការគ្រប់គ្រងឲ្យបានល្អចំពោះអ្នកធ្វើចត្រាឡេសាក់តាមរយៈការអប់រំដើម្បីឲ្យប្រជាពលរដ្ឋទូទៅបានយល់ច្បាស់អំពីផលវិបាកនៃការឆ្លងរាលដាលនៃជំងឺ Covid-19 ទៅដល់អាយុជីវិតផ្ទាល់ខ្លួនក្រុមគ្រួសារក៏ដូចជាសង្គមជាតិទាំងមូលតមកឯកឧត្តមក៏បានអញ្ជើញទៅសាលាបឋមសិក្សាតាំងរលៀងដែលស្ថិតនៅក្នុងភូមិតាំងរលៀងគណៈប្រតិភូក៏បានប្រកល់ជូននៅថ្នាំលាបជញ្ជាំងសាលារៀននិងអំពូលសូឡាសម្រាប់បំភ្លឺពេលយប់ព្រមទាំងចោះពិនិត្យមើលការដំឡើងអំពូលសូឡាតាមផ្លូវនៅក្នុងភូមិផងដែរអរគុណប្រទេសនិកជនសម្រាប់វគ្គព័ត៌មានជាតិដែលនេះខ្ញុំជម្រាបជូននៅពេលនេះចប់តែប៉ុណ្ណេះ